សម្រាប់អ្នកដែលត្រៀមជាប់ទី12ថ្មីតែត្រៀមខ្លួនក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រហើយឬនៅបាននៅតែអ្នកនរគ្នាដឹងទេថាហើយអ្វីគួរតែជ្រើសយកសាកលវិទ្យាល័យលីងគូវិញដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រព្រោះថាសាកលវិទ្យាល័យលីងគូវិញគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប៉ារីសជាណាចក្រកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ1991នៅប្រទេសម៉ាឡេស៊ីដែលជាទីខាងគោលហើយសាកលវិទ្យាល័យលីងគូវិញគឺជាគ្រឹះស្ថានសិក្សាដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាគោលរីឯសាស្ត្រាចារ្យមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំទៀតផងលើសពីនេះទៅទៀតសាកលវិទ្យាល័យលីងគូវិញគឺជាគ្រឹះស្ថានសិក្សានិងអនុវត្តជាក់ស្ដែងដែលនិស្សិតទាំងអស់នឹងតម្រូវឲ្យចុះហាត់ការងារទៅតាមមុខជំនាញនីមួយៗទុកជាបទពិសោធន៍សម្រាប់ឱកាសការងារទាំងថ្នាក់ជាតិនិងអន្តរជាតិមូលហេតុទាំងអស់នេះហើយក៏ធ្វើឲ្យសាកលវិទ្យាល័យលីងគូវិញមានឈ្មោះបោះសម្លេងនៅប្រទេសកម្ពុជារហូតជាង18ឆ្នាំមកនេះនៅចាំការទៀតមកចុះឈ្មោះនៅសាកលវិទ្យាល័យលីងគូវិញឥឡូវនេះនឹងមានឱកាសទទួលបានអាហារូបករណ៍រហូតដល់ 50% ពេញមួយកម្មវិធីសិក្សាអូថ្នាក់សិក្សាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី19ខែមករាឆ្នាំ2026បាយបាយ